បាទទស្សនាអ្នកគ្នាសូមស្វាគមន៍មកកាន់ Channel ឈ្មោះ Udemy ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះផងដែរយើងចូលមកកាន់មេរៀនតពីថ្ងៃមុនហើយអញ្ចឹងថ្ងៃមុនយើងរៀនបានចំនួន10អក្សរមានទាំងស្រៈហើយនិងព្យញ្ជនៈអញ្ចឹងថ្ងៃនេះគឺយើងរៀនព្យញ្ជនៈបន្តទៀតបាទអញ្ចឹងមុនចូលតួអក្សរថ្មីយើងរំលឹកមេរៀនថ្ងៃមុនដែលយើងបានរៀនបន្តិចហើយអញ្ចឹងសង្ខេបឡើងវិញក្នុងភាសាជប៉ុនប្រភេទអក្សរមាន3ប្រភេទមាន Hiragana Katakana និង Kanji ចំណែកមួយអក្សរមួយប្រភេទទៀតដែលគេមិនប្រើយកមកសរសេរជាប្រយោគអីទេគេគ្រាន់តែប្រើសម្រាប់ជាសរសេរសំនៀងអានជាសំឡេងភាសាជប៉ុនហើយប្រៀបដូចជាសៀងខ្មែរដែរគេហៅថា Romaji ណាចំណាំមួយអក្សរ Hiragana និង Katakana គឺអានដូចគ្នាហើយអញ្ចឹងនេះគឺជាតារាងអក្សរ Hiragana ទាំងអស់នេះគឺជាតារាងអក្សរ Katakana ទាំងអស់ហើយចំណែកនេះគឺជាតារាងគំរូនៃអក្សរ Kanji ហើយចឹងតារាងគោលនៃតួអក្សរ Hiragana គឺអានថា Seon ហើយស្រៈមាន5ហើយព្យញ្ជនៈគឺមាន14ហើយជាគោលណាហើយនេះគឺជារបៀបសរសេរហើយអញ្ចឹងមាន Tomemas មានឈប់នៅចុងអក្សរ Hanemas នៅចុងអក្សរមានកន្លាក់ដូចជាទំពក់ហើយទី3 Haraimas នៅចុងអក្សរគូសចោលសម្គាល់ត្រង់ស្រួចណាអញ្ចឹងថ្ងៃមុនគឺយើងរៀនបានស្រៈ5អអ៊ីហើយនេះគឺអ៊ីបន្តមកទៀតហើយអេអូហើយបន្តមកទៀតព្យញ្ជនៈដែលយើងបានរៀនមានដូចជាកៈហើយគីគឺកេកុណាអញ្ចឹងថ្ងៃនេះយើងចូលមកកាន់ព្យញ្ជនៈបន្តទៀតដែលជួសំឡេងខ្យល់អក្សរសណាអញ្ចឹងអក្សរទី1ហើយគឺអានថាអក្សរស័កណាស័កហើយអញ្ចឹងយើងមើលពីរបៀបសរសេរនៅក្នុងស្នាមន័យទាំងអស់គ្នាបាទហើយអញ្ចឹងគឺយើងគូបពីឆ្វេងមកស្នាម ichi ni san ណាម្ដងទៀត ichi ni san ណាតោះម្ដងទៀត ichi ni san បាទអញ្ចឹងអក្សរនេះមានទាំងអស់3គំនូសហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរស័កនេះឧទាហរណ៍ពាក្យ sakana បកប្រែថាត្រីបាទអញ្ចឹងចូលអក្សរបន្ទាប់មកទៀតអក្សរនេះរៀងពិសេសបន្តិចបាទគឺអត់អានសំឡេងដើមខ្យល់សទាំងស្រុងទេវាអានរៀងប្លែកជាងគេបន្តិចអញ្ចឹងសូមស្ដាប់ខ្ញុំអានទាំងអស់គ្នាអញ្ចឹងអក្សរនេះយើងអានថា shi ណាអាន shi ហើយជាធម្មតាបើយើងអានខ្យល់អក្សរ s អក្សរសយើងនឹងត្រូវអានថា si អីក៏ប៉ុន្តែគឺអត់អានថាអក្សរ si ទេគឺអានថា shi ហើយអញ្ចឹងខ្ញុំសរសេរខ្មែរដាក់សជាងសដាក់សនេះហើយប្រហែលជាមានអ្នកខ្លះគាត់អានអត់ចេញណាដោយសារសំឡេង si វាយើងពិបាកសរសេរហើយអញ្ចឹងខ្ញុំសរសេរបែបនេះនឹងសង្ឃឹមថាយើងអានចេញជា si បើយើងអានមិនទៅ si ទេយើងស្ដាប់ខ្ញុំបញ្ចេញសំឡេង si បានណាអញ្ចឹងអក្សរនេះគឺមាន s h បូកជាមួយនឹង i អានថា shi ហើយ shi អញ្ចឹងអក្សរនេះផងដែរគឺមានតែមួយគំនូសទេឥឡូវយើងមើលរបៀបសរសេរទាំងអស់គ្នាហើយគឺអក្សរនេះយើងគូពីទៅចុះក្រោមណា ichi ហើយមួយគំនូសម្ដងទៀត ichi ហើយអញ្ចឹងម្ដងទៀតហើយ ichi បាទគឺងាយស្រួលសរសេរមែនតើហើយមានតែមួយគំនូសទេដែលផ្នែកខាងចុងនេះនៅពេលដែលយើងគូសឡើងទៅវិញគឺលក្ខណៈស្រួចហើយស្រួចគេហៅថា harau ឬក៏ haraimas ក៏បានឬក៏ harai ទៅក៏បានដែរអញ្ចឹងពាក្យដែលផ្ដើមចេញដោយអក្សរ si នេះគឺមាន shio បកប្រែថាអំបិលណាអំបិលហើយអញ្ចឹងជាបន្តមកទៀតយើងចូលមកកាន់អក្សរសឹហើយអញ្ចឹងអក្សរនេះគឺអានសំឡេងដើមរបស់វាវិញហើយគឺអានខ្យល់ s ឬក៏អក្សរសហ្នឹងណាសឹហើយសឹមាន2គំនូសហើយឥឡូវយើងមើលរបៀបសរសេរខាងស្ដាំដៃហើយទី1គូប៊ីឆេមកស្ដាំណា ichi ហើយទី2 ni ហើយណាគឺមានតែ2ទេណាអត់មាន3គំនូសអីទេសូមមើលម្ដងទៀតទី1 ichi ni ហើយណា ichi ni នេះគឺមាន2គំនូសអញ្ចឹងអក្សរនេះគឺផ្នែកខាងក្រោមវាគំនូសទី2យើងគូសចោលណាចោលមានលក្ខណៈស្រួចហើយអញ្ចឹង
ពេលយើងគប់គំនូសទី2នេះគប់ពីលើមកវាយើងមើលតាមរូបនេះគឺវាអត់ចំកណ្ដាលទេណាហើយក៏តែបើសិនជាយើងសេចំកណ្ដាលហ្មងក៏វាអត់ខុសអីដែរហើយគ្រាន់តែថាបើយើងសរសេរតាមស្តង់ដារមើលទៅឃើញស្អាតគឺយើងសរសេរខិតមករៀងផ្នែកខាងស្ដាំបន្តិចណាតែបើយើងគូសត្រង់ក៏អត់អីដែរហើយអញ្ចឹងអក្សរសឹកនេះពាក្យដែលផ្ដើមចេញពីវាគឺយើងហៅថា sushi sushi ហើយ sushi អញ្ចឹង sushi អ្នកនរគ្នាគឺស្គាល់ហើយគឺម្ហូប sushi ត្រីឆៅណា sushi ហើយ sushi ណា sushi ឥឡូវបន្តមកទៀតយើងចូលមកកាន់អក្សរសេអក្សរសេណាអក្សរសេសេនេះគឺមាន3គំនូសណាឥឡូវខ្ញុំមើលវាសរសេរខាងស្ដាំដៃអ្នកនរគ្នាទី1 ichi ហើយ ni ហើយ san ណាម្ដងទៀត ichi ni san ណាបាទអញ្ចឹងអក្សរសេនេះត្រង់គំនូសទី2នៅពេលយើងគូសពីលើមកយើងឡើងទៅលើបន្តិចមានកលៈនេះដែលកលៈហ្នឹងគេហៅថា haneru ណាអញ្ចឹងបើសិនបើយើងសេធម្មតាយើងអត់ដាក់កលៈហ្នឹងក៏បានដែរយើងគូសពីលើមកក្រោមទៅត្រង់ទៅក៏បានដែរព្រោះថាដូចខ្ញុំនិយាយអញ្ចឹងបើសិនបើយើងសរសេរមានកលៈអីទៅតាមនេះគឺវាបញ្ជាក់ពីប្រភេទអក្សរឧទាហរណ៍ណាគេអ្នកសរសេរហើយយើងអាចចំណាំថាអក្សរនោះគឺជារបស់ណាគេចឹងទៅណាបើយើងអត់កលៈទេក៏អត់ខុសដែរហើយចឹងអក្សរនេះមាន3គំនូសពាក្យដែលផ្ដើមចេញពីអក្សរសេនេះមានដូចជា senaka បកប្រែថាខ្នងណា senaka បកប្រែថាខ្នងហើយបន្តមកទៀតចូលដល់តួអក្សរចុងក្រោយណាអក្សរចុងក្រោយនៃសំឡេងសឬ s យ៉ាងថាអក្សរសុណាសុហើយចឹងសុនេះគឺមានតែមួយគំនូសទេហើយយើងមើលទៅដូចរៀងវែងណាតែសរសេរអត់ដកដៃទេមានតែមួយគំនូសទេតោះឥឡូវមើលរបៀបសរសេរខាងស្ដាំដៃទី1ហើយ ichi ណា ichi ហើយអញ្ចឹងមានមួយគំនូសម្ដងទៀតហើយអញ្ចឹងគឺអក្សរសុយើងសរសេរបែបនេះហើយបើយើងមើលរបៀបតួអក្សរនេះវាគំនូសនៅព្រាងគូសមកវារៀងឡើងប្រឆិតឡើងលើបន្តិចហើយនៅពេលយើងប្រឆិតឡើងលើបន្តិចទៅវាមើលទៅលក្ខណៈឃើញស្អាតណាហើយបើយើងសរសេរត្រង់ក៏អត់ខុសដែរត្រង់ជួយថាយើងផ្ដេកត្រង់ណាហើយអូខេអញ្ចឹងអក្សរនេះនៅខាងចុងវាគឺគេដាក់ tomeru មានន័យថាឈប់ហើយឈប់មានន័យថានៅពេលយើងគូសចុះមកក្រោមមកគឺយើងដកដៃណាឈប់បន្តិចហើយដកដៃអញ្ចឹងពាក្យដែលផ្ដើមដោយសុនេះហើយមានពាក្យសូរៈបកប្រែថាមេឃណាមេឃហើយអញ្ចឹងថ្ងៃនេះយើងរៀនចំនួន5អក្សរហើយមានទី1សៈទី2សិទី3សឹទី4សេហើយទី5សុហើយអញ្ចឹងសរុបមកទាំងពីរវីដេអូមុនទាំងអស់វា15អក្សរណាមានហើយអ៊ីអ៊ឺអេអូហើយកគីគឺកេកូសៈស៊ីសឹសេសូហើយអញ្ចឹងមាន15ណាអញ្ចឹងវានៅច្រើនទៀតបាទអូខេអញ្ចឹងថ្ងៃនេះគឺយើងរៀនតែ5អក្សរនោះទេហើយអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ជួអក្សរតវិញម្ដងបាទសំលេងអក្សរតណាហើយអូខេអញ្ចឹងបាយបាយអ្នកនរគ្នាហើយចាំជួបគ្នានៅវីដេអូបន្ទាប់ហើយ